មានឆៃប៉ូវនៅផ្ទះពេលខ្លះយើងអត់ម្ហូបអីយើងអាចបណ្ដោះមកពេលដែរបងប្អូនអរគ្នានិយាយទៅយើងចង់យកវាមកញ៉ាំជាមួយនឹងបាយក៏បានយើងចង់កែច្នៃធ្វើជាពងទាចៀនឆៃប៉ូវអញ្ចឹងក៏ឆ្ងាញ់ដែរបងប្អូនអរគ្នានិយាយទៅឆៃប៉ូវរបស់យើងគឺធ្វើបានច្រើនមុខមែនទែនមិនថាធ្វើអំបិលគ្រឿងឬក៏យើងយកទៅខអីទេក៏យើងអាចដាក់បានដែរថ្ងៃហ្នឹងគឺខ្ញុំញ៉ាំជាមួយនឹងអំបិលសអញ្ចឹងទៅខ្ញុំយកវាទៅត្រាំមួយសន្ទុះសិនដើម្បីវាចេញជាតិប្រៃនិងជាតិផ្អែមបន្តិចចឹងណាបងប្អូនតែបើសិនជាយើងញ៉ាំទៅទេរសជាតិវាមិនល្មមទេប៉ុន្តែបើយើងយកមកចៀនពងទាអញ្ចឹងគឺយើងត្រូវការត្រាំវាមួយសន្ទុះដែរបន្ទាប់ពីត្រាំរួចហើយខ្ញុំយកមកគោះដាក់ពងទាហើយខ្ញុំលាយគ្រឿងដាក់ប៊ីចេងហើយនិងស្ករសបន្តិចពិសាតែឆៃប៉ូវរបស់យើងរឿងផ្អែមស្រាប់ហើយអញ្ចឹងស្ករសបងប្អូនចង់ដាក់ឬក៏មិនដាក់ក៏បានដែរបើសិនជាបងប្អូនអត់ចូលចិត្តផ្អែមបាច់ដាក់ទេហើយតមកទៀតខ្ញុំកូរឲ្យវាសព្វចូលគ្រឿងគ្នាល្អអញ្ចឹងណាហើយចាំយើងយកទៅចៀននិយាយទៅពេលយើងយកទៅចៀនហើយរសជាតិវាបែបធ្វើញ៉ាំបែបហ្នឹងអត់រសជាតិឆ្ងាញ់មែនទែននិយាយមែនបងប្អូនយើងញ៉ាំជាមួយបាយក៏ត្រូវញ៉ាំមួយអំបិលសក៏ឆ្ងាញ់ដែរនិយាយទៅបើថាបានញ៉ាំជាមួយបាយវិញណាញ៉ាំបាយកកហ្នឹងគឺកាន់តែឆ្ងាញ់បងប្អូនអើយញ៉ាំអស់ពី3ចានមិនដឹងខ្លួនទេហើយក៏ខ្ញុំក៏មានលក់ឆៃប៉ូវផ្អែមដែរធ្វើដោយខ្លួនឯងផ្ទាល់ណាបងប្អូនចាមានអនាម័យល្អហើយអាចរក្សាទុកបានយូរបើសិនជាបងប្អូនយកទៅដាក់នៅក្នុងទូទឹកកកហើយនេះបន្ទាប់មកទៀតយើងចាប់ផ្ដើមយកវាមកចៀនតែម្ដងចាយើងចៀនបើកភ្លើងរឹមតិចមកបងប្អូនអរគ្នាដោយសារតែឆៃប៉ូវយើងហ្នឹងមានរសជាតិមកល្មមផ្អែមអញ្ចឹងណាអញ្ចឹងបើសិនជាយើងបើកភ្លើងខ្លាំងពេកយើងខ្លាចខ្លោចហើយយើងចៀនហើយយើងត្រឡប់មកម្ដងទៀតមកនេះបើសិនជាយើងមានដាក់ជាមួយនឹងលឹកខ្ទឹមទៀតគឺពណ៌កាន់តែស្រស់ស្អាតមើលទៅទំនងមែនទែនបងប្អូនអរគ្នាឥឡូវយើងបានចៀនឆ្អិនហើយយើងអាចយកមកញ៉ាំជាមួយនឹងបបរសក៏បានបាយក៏បានដែរបងប្អូនហើយរសជាតិឆ្ងាញ់ខ្ទិះបងប្អូនដែលអត់ដល់ធ្លាប់សាកទេបងប្អូនសាកធ្វើញ៉ាំទាំងអស់គ្នានិយាយទៅរសជាតិឆ្ងាញ់ប្លែកមែនទែនហើយឆៃប៉ូវរបស់យើងនឹងគឺធ្វើម្ហូបបានច្រើនមុខមែនទែនមិនថាយើងញ៉ាំទៅទេយើងយកទៅខជាមួយនឹងជើងជ្រូកធ្វើជាមួយនឹងអំបិលឬក៏យើងចង់ច្បល់របៀបលក្ខណៈដាក់ម្ទេសខ្ទឹមជូរអែមក៏បានដែរហើយយើងយកមកចៀនពងទាបែបខ្ញុំចៀននេះក៏ឆ្ងាញ់ដែរបងប្អូនអរគ្នាចាហើយយើងអាចរក្សាទុកបានយូរឆ្នាំមែនទែនបើសិនជាយើងយកទៅដាក់នៅក្នុងទូទឹកកកអញ្ចឹងណាបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនត្រូវការកំងទិញញ៉ាំអីអាចតាក់ទងមកក្នុងเพจរបស់ខ្ញុំឬក៏តាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងលើបាននិយាយទៅខ្ញុំលក់1គីឡូ20000រៀលទេបងប្អូនអរគ្នាហើយក្នុងមួយប្រអប់ហ្នឹងគឺកន្លះគីឡូអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការមើលវីដេអូមួយនេះ